thịក្រុងរបស់ខេត្តត្រវិញជាកន្លែងរស់នៅរបស់ជនជាតិទាំង3គឺខ្មែរគិញចិនស្រុកកៅកែចាប់ផ្ដើមអនុវត្តកម្មវិធីខួដៅជាតិអំពីកសាងជនបទថ្មីចាប់តាំងពីឆ្នាំ2010ដល់ឆ្នាំ2019ស្រុកបានគណៈកម្មាធិការបកខេត្តគណៈកម្មាធិការប្រជាជនខេត្តជ្រើសស្រុកកៅកែធ្វើជាកន្លែងកសាងជនបទថ្មីក្រោយរយៈកាលផ្ដុំកម្លាំងផ្សព្វផ្សាយអនុវត្តរបស់ទូតាំងប្រព័ន្ធនយោបាយនិងការគ្រប់គ្រងរួមចំណែករបស់ប្រជាជនមកដល់ពេលនេះស្រុកកៅកែក៏បានសម្រេចសព្វទាស្រុកជនបទថ្មីកម្រិតខ្ពស់ក្នុងនេតិកសាងជនបទថ្មីប្រចាំសប្តាហ៍នេះសូមអញ្ជើញទស្សនិកជននិងប្រិយមិត្តទាំងឡាយតាមដានបទយកការមានចំណងជើងថាទស្សនវិជ្ជាជនបទថ្មីកម្រិតខ្ពស់នៅស្រុកកៅកែដោយមានខ្លឹមសារដោយតទៅអរិយាកាលជិត10ឆ្នាំអនុវត្តបទដ្ឋានអំពីកសាងជនបទថ្មីមកដល់ដើមឆ្នាំ2019ស្រុកកៅកែមានឃុំ5កន្លែងក្នុងចំណោមឃុំទាំង10កន្លែងបានទទួលស្គាល់សម្រេចសម្បទាថ្នាក់ស្រុកសម្រេចបានបទដ្ឋាន6យ៉ាងក្នុងចំណោមបទដ្ឋានទាំង9នៅបទដ្ឋាន3យ៉ាងមិនទាន់សម្រេចគឺគម្រោងផែនការគមនាគមន៍និងសុខាភិបាលវប្បធម៌អប់រំនេះជាភារកិច្ចយ៉ាងលំបាកទាមទារការរួមកម្លាំងកាយនិងកម្លាំងចិត្តរបស់ទូទាំងប្រព័ន្ធនយោបាយនិងប្រជាជនក្នុងទូទាំងស្រុកជាដើមប៉ុន្តែអាស្រ័យដោយមានការបដិញ្ញាខ្ពស់ស្រុកកៅកែបានចាត់តាំងអនុវត្តសម្រេចគោលដៅដាក់ចេញនិងបានមជ្ឈមទទួលស្គាល់ជាស្រុកជនបទថ្មីនៅដំណាច់ឆ្នាំ2019លើកកម្ពស់លទ្ធផលសម្រេចបានសេចក្តីសម្រេចនៃមហាសន្និបាតបក្ខភាពស្រុកអាណត្តិកាល2020-2025បានដាក់ចេញភារកិច្ចសំខាន់ៗ6យ៉ាងក្នុងនោះមានភារកិច្ចដូចជាស្រុកផ្ដាំកម្លាំងផ្លាស់ថ្មីបែបផែនដឹកនាំលើកកម្ពស់ទូនាទីធ្វើជាគំរូរបស់ថ្នាក់ដឹកនាំនិងកងជួរកម្មាភិបាលបកជនសមាជិកអង្គការមហាជនទាំងអស់ដើម្បីធ្វើជាស្នូលក្នុងការចលនានៅមូលដ្ឋានជាពិសេសគឺបំផុសចលនាប្រឡងប្រណាំងកសាងជនបទថ្មីកម្រិតខ្ពស់ជនបទថ្មីគំរូស្រុកបានផ្ដាំកម្លាំងចង្អុលការពង្រីកសេដ្ឋកិច្ចដើម្បីបង្កើនប្រាក់ចំណូលឲ្យប្រជាជនក្នុងនោះអាទិភាពចំពោះកសិកម្មបៃតងភ្ជាប់ជាមួយការពង្រីកទេសចរធម្មជាតិមកដល់ពេលនេះស្រុកកៅកែបានសម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់ទាំង9យ៉ាងសេដ្ឋកិច្ចបន្តការរក្សាល្បឿនកំណើនក្រាន់បើរចនាសម្ព័ន្ធសេដ្ឋកិច្ចផ្លាស់ប្ដូរបានសមស្របអត្រាគ្រួសារក្រីក្របានកាត់បន្ថយច្រើនហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍សុខាភិបាលអប់រំការទំនាក់ទំនងអគ្គិសនីទឹកប្រើប្រាស់សម្រេចបានតាមសេចក្តីត្រូវការសន្តិសុខនយោបាយសន្តិភាពសង្គមបានរក្សាខ្ជាប់ប្រព័ន្ធនយោបាយបានពង្រឹងជាដើមតាមរយៈនោះអត្រាប្រជាជនពេញចិត្តអំពីកសាងជនបទថ្មីកម្រិតខ្ពស់សម្រេច 99.6% នៃចំនួនប្រជាជនដែលបានសួរយោបល់និងបាននាយករដ្ឋមន្ត្រីសម្រេចចិត្តទទួលស្គាល់ជាស្រុកជនបទថ្មីកម្រិតខ្ពស់ឆ្នាំ2023ចំពោះលក្ខណៈពិសេសរបស់ស្រុកដែលមានជនរំជាតិខ្មែររស់នៅកុះកជាង 37,000 នាក់ស្មើ 32% ចំនួនប្រជាជននៅស្រុកកៅកែស្រុកបានយកចិត្តទុកដាក់ចង្អុលការអនុវត្តល្អគុណនយោបាយឧបត្ថម្ភផ្ទះបដូរមុខរបរបណ្ដុះបណ្ដាលមុខរបរដោះស្រាយការងារធ្វើផ្ដាល់ទឹកជ្រះទុនអាទិភាពពង្រីកការផលិតតម្លៃវប្បធម៌របស់ជនរួមជាតិខ្មែរមួយថ្ងៃកាន់តែបានចាប់អារម្មណ៍រក្សានិងលើកកម្ពស់ជីវភាពស្មារតីសម្ភារៈជូនជនរួមជាតិខ្មែរមួយថ្ងៃកាន់តែលើកកម្ពស់យ៉ាងច្បាស់លាស់ដើម្បីសម្រេចបានបទដ្ឋានស្រុកជនបទថ្មីកម្រិតខ្ពស់ទាំង9យ៉ាងគឺជាការខិតខំយ៉ាងពេញទំហឹងរបស់ទូទាំងប្រព័ន្ធនយោបាយនិងប្រជាជនក្នុងស្រុកកៅកែបក្ខភាពក្រដ្ឋអំណាចនិងប្រជាជនស្រុកកៅកែនិងបដិញ្ញាឥតឈប់ឈរដើម្បីបន្តការលើកកម្ពស់គុណភាពបទដ្ឋានស្រុកជនបទថ្មីកម្រិតខ្ពស់ទាំងអស់នោះក្រោយពីការទទួលស្គាល់អំពីរដ្ឋអំណាចអំពីថ្នាក់ជនបទថ្មីហើយនឹងជនបទថ្មីលើកកម្ពស់គឺថាឃើញថាជីវភាពតាំងពីសេដ្ឋកិច្ចហើយនឹងហេដ្ឋារចនាសម្ព័ន្ធហើយនឹងការវប្បធម៌គឺថាបានរក្សាហើយនឹងពង្រឹងហើយនឹងពង្រីករងមួយផ្នែកនៃប្រសង់ក៏ដូចជាប្រជាពុទ្ធបរិស័ទខ្មែរគឺថាមានមោទនៈរីករាយចំពោះស្រុកដែលបានរដ្ឋអំណាចក្នុងនោះមានអ្នកមជ្ឈិមគឺថាបានទទួលគឺថានាយករដ្ឋមន្ត្រីទទួលស្គាល់ជាស្រុកជនបទថ្មីលើកកម្ពស់មួយកម្រិតថែមទៀតនេះគឺថាជាសេចក្តីរីករាយរួមរបស់ប្រជាជននៅក្នុងស្រុកកៅកែ
ហើយតាមអាត្មាសង្កេតឃើញទៅគឺថាតាំងពីបានទទួលស្រុកជនបទថ្មីហើយគឺថាជីវភាពនៃប្រជាពុទ្ធបរិស័ទក៏ដូចជាប្រជាជននៅក្នុងស្រុកគឺថាមានការរីកចម្រើនតាំងសេដ្ឋកិច្ចតាំងវប្បធម៌និងលើកកម្ពស់ថែមទៀតគឺថាការធ្វើស្រុកជនបទថ្មីនេះគឺមានទីបញ្ចប់ទៅគឺថាមានតែចាប់ផ្ដើមហើយនឹងគឺមានទីបញ្ចប់ឡើយគឺថាតែមានការរីកចម្រើនមួយថ្ងៃកាន់មួយថ្ងៃគឺថាមានភាពរីកគ្រប់វិស័យសប្តាហ៍ថ្ងៃស្រាប់កសាងបានភូមិឆ្លៀកវៃមួយកន្លែងគឺភូមិតាំងគួយលេខ1តម្រង់ភូមិឆ្លៀកវៃមួយកន្លែងនៅឃុំថៃភូនិងតម្រង់កោះតាំងគួយមិនមានសម្រាប់ចរជាដើមផ្ដាំកម្លាំងផ្លាស់ប្ដូរបង្កលក្ខណៈងាយស្រួលឲ្យប្រជាជនប្រើប្រាស់វិទ្យាសាស្ត្របច្ចេកវិទ្យាថ្មីយល់ក្នុងការផលិតកសិកម្មបង្កើតលេខកូដតំបន់8កន្លែងចងសម្ព័ន្ធផលិតរវាងបណ្ដាសហករណ៍ជាមួយនឹងសម្ព័ន្ធក្រុមហ៊ុនលុកដៃបង្កើតតំបន់ផ្ដាល់វត្ថុធាតុត្រង់ទ្រាយធំកសាងផលិតផលអូកប37ប្រភេទកាលពីដើមឡើយភូមិស្រុកមិនតាន់បានចូលភូមិជនបទថ្មីភូមិស្រុកមានការភូមិស្រុកព្រោះនឹងមានការលំបាកយ៉ាងច្រើនផ្លូវដើរហើយការដឹកជញ្ជូនកសិផលរបស់កសិករយើងនឹងក៏ទៅទីលុកដូរទីផ្សារក៏មានការពិបាកច្រើនហើយសាលារៀនកូនសិស្សសានុសិស្សទៅសាលារៀនក៏មានការពិបាកក្នុងការធ្វើដំណើរទៅរៀនសូត្រហើយក្រោយមកដល់ពេលនេះគឺភូមិបានណាក់ខាងលើទទួលស្គាល់ថាភូមិជនបទថ្មីហ្នឹងthìមានការប្រែប្រួលនៅភាពរីកចម្រើននឹងយ៉ាងច្រើនផ្លូវដើរបានធ្វើថ្មីសម្រាប់ឲ្យបងប្អូនប្រជាជននឹងធ្វើដំណើរចុះឡើងបានងាយស្រួលហើយនឹងក្នុងការដឹកនាំទំនិញទៅទីផ្សារហ្នឹងក៏បានស្រួលដែរហើយសាលារៀនក៏បានថាធ្វើថ្មីធ្វើឬក៏ជួសជុលឡើងសម្ភារៈសិក្សារបស់សិស្សានុសិស្សក៏បានរីកចម្រើនដែរមកដល់សម័យឥឡូវនេះគឺសេដ្ឋកិច្ចគ្រួសារនីមួយៗមានការប្រែប្រួលមានការរីកចម្រើននេះក៏បានយកចិត្តទុកដាក់នឹងឲ្យកូនចៅរៀនសូត្រដល់ចាប់ដើមគឺថាមិនឲ្យចូលសាលារៀនគឺរៀនដល់ចាប់ដើមខ្លះក៏បានចាប់វិទ្យាល័យខ្លះចាប់មហាវិទ្យាល័យទៅតាមនេះគ្រួសារដែលគេមានសមត្ថភាពលើកកម្ពស់សក្តានុពលអំពីធម្មជាតិអំពីវប្បធម៌ប្រពៃណីស្រាប់កៅកែបានទាញយកផលកន្លែងទេសចរជាច្រើនដូចជាទេសចរធម្មជាតិចំការឈើហូបផ្លែកោះតាំងគួយកោះអាំងឡុកនៅតាមមាត់ទន្លេហៅទេសចរធម្មជាតិសហគមន៍នៅឃុំវ៉ាអឹងតាមងាយជាដើមជារៀងរាល់ឆ្នាំស្រុកមានភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេសអញ្ជើញមកជាង100ប៉ុណ្ណេះឆ្នាំ2020ប្រាក់ចំណូលគិតជាមធ្យមរបស់មនុស្សម្នាក់ក្នុងមួយឆ្នាំទទួលបាន59លានដុងមកដល់ឆ្នាំ2023ប្រាក់ចំណូលគិតជាមធ្យមរបស់មនុស្សម្នាក់ក្នុងមួយឆ្នាំបានកាន់ជាង71លានដុងប្រព័ន្ធគមនាគមន៍ក្នុងស្រុកបានយកចិត្តទុកដាក់វិនិយោគដោយពាក្យស្លោករដ្ឋនិងប្រជាជនរួមគ្នាធ្វើគិតមកដល់ពេលនេះថ្នាលទាំងអស់បានកសាងជាសារវ័នរួមមានថ្នាលឃុំថ្នាលតពីឃុំមួយទៅឃុំមួយបានចាក់កៅស៊ូបេតុងធានារថយន្តធ្វើដំណើរបានងាយស្រួលថ្នាលភូមិ100%បានចាក់កៅស៊ូបេតុងសម្រេចបញ្ញរួមមកគឺការកន្លងហើយនោះនិយាយរួមមកគឺការដូចជាប្រជាជននៅក្នុងភូមិស្រុកនោះហើយជាការគម្រោងទី1មានផ្លូវថ្នល់ជាត្រឹមត្រូវហើយមានការរៀបចំពីស្ថាប័នរដ្ឋនោះមានដូចជា
ភ្លើងអគ្គិសនីសម្រាប់នៃប្រជាជនរស់នៅក្នុងភូមិស្រុកនឹងជាការទៅជាលំមជាការគ្រប់ទៅបានប្រព្រឹត្តទៅបានទេហើយនិយាយរួមមកការដូចជាសិក្សារៀនសូត្ររបស់នៃកុមារារីនឹងក៏បានជឿនលឿនជាងពីប្រមាណកន្លងហើយនោះមានន័យថាមានការជឿនលឿនពីព្រោះថាវិស័យសិក្សាហើយការរៀនចប់ចុងចប់ដើមហ្នឹងគឺការបោះពេញជាងពីកន្លងហើយមួយវិញទៀតគឺការដូចជាកាត់បន្ថយនៃការជីវភាពខ្វះខាតក្រីក្រអញ្ចឹងគឺមួយថ្ងៃនេះវាជឿនលឿនមានន័យថាកាត់បន្ថយបន្តិចម្ដងរហូតមកសម័យបច្ចុប្បន្នហ្នឹងគឺវានេះថាបានគ្រប់គ្រាន់ការកំសត់ក្រជីវភាពរបស់កំសត់ទូរកិច្ចរបស់ប្រជាជនមួយចំនួនគ្រួសារមួយចំនួនបាទសូមរីករាយកន្លែងចំពោះនៃការដូចជាលើកតម្លៃដូចជានៅក្នុងភូមិស្រុកក៏ដូចជានៅក្នុងស្រុកទូទៅក្នុងស្រុកកូកែហ្នឹងគឺមានការដូចជាកសាងនៃសម្រាប់នៃជនបទថ្មីកម្រិតកម្ពស់ហ្នឹងគឺមានឃើញថាការដូចជាការរៀបចំរបស់ស្ថាប័នរដ្ឋហ្នឹងគឺល្អក្រៃលែងចំពោះនៃដូចជាតាមដងវិធីទូទៅទាំងអស់នោះមានការរៀបចំតាមភ្ញៀវការឲ្យគ្រប់សពតាមទាំងផ្លូវជាតិហើយដូចជាផ្លូវជនបទហ្នឹងការរៀបចំយ៉ាងរលូនតាមការសង្កេតឃើញរបស់ខ្ញុំបាទគឺក្នុងរយៈកាលទុំឆ្នាំ2020ដល់24នេះយើងថាជនបទថ្មីមានការរីកចម្រើនដោយអាស្រ័យប្រជារាស្ត្រនឹងមានការខិតខំជាពិសេសគឺក្នុងវិស័យនេះការសិក្សានិងពលកម្មយើងទោះបីទីណាដែលមានការសិក្សាច្រើននឹងសន្ទុះនៃការវិស័យនៃការពលកម្មក៏មានការរីកចម្រើនដែរបើចំណែកផ្លូវនៅជនបទថ្មីហ្នឹងគឺមានការរីកចម្រើនគួរឲ្យកត់សម្គាល់ដែរដូចជាមានផ្លូវជនបទមានផ្លូវបេតុងនិងផ្លូវសាខាហ្នឹងគឺថាមានផ្លូវស៊ូក្រាន់បឺចំពោះវិស័យសុខាភិបាលមានការប្រែប្រួលយ៉ាងសកម្មគុណភាពពិនិត្យព្យាបាលជំងឺថែទាំសុខភាពដល់ប្រជាជនបានលើកកម្ពស់អត្រាប្រជាជនទិញប័ណ្ណធានារ៉ាប់រងសុខាភិបាលបានជាង 95% ចំនួនប្រជាជនក្នុងស្រុកចំពោះវិស័យអប់រំបណ្ដុះបណ្ដាលមានវិទ្យាល័យ 100% សម្រាប់សម្បត្តិថ្នាក់ជាតិកម្រិតលេខ 1ចំពោះវិស័យសន្តិសុខនយោបាយសុវត្ថិភាពសន្តិភាពសង្គមបានរក្សាការពារប្រទេសនិងសន្តិសុខបានធានាជនបំពានច្បាប់សន្តិភាពសង្គមនិងចរាចរណ៍បានកាត់បន្ថយច្រើនដោយឡែកឆ្នាំ2023ស្រុកកៅកែជាស្រុកលេខ 1អំពីសន្តិសុខនយោបាយសន្តិភាពសុវត្ថិភាពសង្គមកសាងចន្ទប័ទ្មថ្មីកម្រិតខ្ពស់មានតែការចាប់ផ្ដើមគ្មានទីបញ្ចប់កំណត់ទិសដៅទៅអនាគតស្រុកកៅកែនឹងផ្ដើមកម្លាំងលើកកម្ពស់ទូនាទីនិងការទទួលខុសត្រូវការស្រាប់គំនិតរបស់ប្រជាជនអំពីបញ្ហាកសាងចន្ទប័ទ្មថ្មីកម្រិតខ្ពស់ចន្ទប័ទ្មថ្មីគំរូស្រាប់កៅកែនឹងបន្តការលើកកម្ពស់ស្មារតីអនុវត្តល្អពាក្យស្លោកប្រជាជនដឹងប្រជាជនពិភាក្សាប្រជាជនធ្វើប្រជាជនត្រួតពិនិត្យប្រជាជនទទួលផលបន្តការកំណត់កសិកម្មជាវិស័យសេដ្ឋកិច្ចចម្បងរបស់ស្រុកផ្ដើមកម្លាំងអនុវត្តបច្ចេកវិទ្យាខ្ពស់កសិកម្មឆ្លៀតវៃចង្អុលការអនុវត្តព្រមគ្នាដំណាក់ស្រាយរក្សាសន្តិសុខនយោបាយសន្តិភាពសុវត្ថិភាពសង្គមឲ្យបានល្អជាងទៀត